តើយើងអាចតស៊ូមតិនៅលើឆាកអន្តរជាតិដើម្បីទាមទារអឺភាពស្របច្បាប់របស់គណៈបក្សសង្គ្រោះជាតិយើងមកវិញបានឬក៏មិនបានឬក៏នៅក្នុងលក្ខខណ្ឌណាខ្ញុំជឿថារឿងបានមិនបានយើងមិនចាំបាច់សួរទេប៉ុន្តែលក្ខខណ្ឌស្របច្បាប់ឬក៏ត្រឹមត្រូវហ្នឹង100%គឺបានហើយចំណុចមួយទៀតដែលខ្ញុំចង់រំលេចឬក៏ចង់រំលឹកផងដែរហ្នឹងថាវាត្រូវតែបានបើសិនជាយើងយកអាលក្ខខណ្ឌច្បាប់ដែលយើងមានមូលដ្ឋានទាំងអស់នេះណាយើងមិនអាចការពារសូម្បីតែសិទ្ធិមូលដ្ឋានរបស់យើងសូម្បីតែឈ្មោះរបស់យើងឬក៏និន្នាការនយោបាយរបស់យើងមិនអាចការពារវាបានទេណាតើយើងមានមូលហេតុអីដែលយើងខំធ្វើនយោបាយនេះពីព្រោះនេះគឺជាមូលដ្ឋានសិទ្ធិសេរីភាពនិងអំណាចចឹងនិយាយចឹងណាអ្វីដែលធំជាងអាសិទ្ធិសេរីភាពនិងអំណាចនេះបើយើងតស៊ូយកអានេះមិនបានទេយើងនឹងបាត់បង់មួយទៀតស្អីគេការគ្រប់គ្រងយើងហៅស្អីការគ្រប់គ្រងនឹងគេហៅស្អីអឺអធិបតេយ្យណាអានេះយើងតាក់ទងជាមួយនឹងសិទ្ធិអំណាចសេរីភាពរបស់យើងណាបើយើងយកអានេះមិនបានទេតែយើងទៅទាមទារអំណាចអធិបតេយ្យមកគ្រប់គ្រងប្រទេសរបៀបណាអំណាចអធិបតេយ្យនោះហើយគឺជាអំណាចរដ្ឋអំណាចរដ្ឋតាក់ទងជាមួយនឹងការគ្រប់គ្រងរដ្ឋាភិបាលអញ្ចឹងបើសិនជាយើងមិនទៅយកអាមូលដ្ឋានទាំងអស់នេះធ្វើជាគោលទេណាយើងទៅយកអំណាចរដ្ឋរបៀបណាដល់យើងទៅយកអំណាចរដ្ឋមិនបានអ្វីទេដែលយើងបាត់បង់អត់មានអំណាចរដ្ឋយើងនឹងបាត់បង់អំណាចក្នុងការធ្វើការសម្រេចចិត្តគោលនយោបាយធ្វើការសម្រេចចិត្តនឹងការទាមទារនឹងការពីបូរណភាពអញ្ចឹងណាបាទយើងអត់មានអធិបតេយ្យក្នុងការសម្រេចអ្វីខ្លួនឯងនៅក្នុងដែនសមត្ថកិច្ចរបស់យើងមិនអាចទៅធ្វើឧទាហរណ៍រាល់ថ្ងៃអញ្ចឹងណាតកតងជាមួយនឹងការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនបង្គោលព្រំដែនខាងលិចខាងកើតខាងជើងខាងត្បូងខ្ញុំមិនកំណត់កន្លែងណាទេប៉ុន្តែនៅពេលដែលអំណាចរដ្ឋគេចុះហត្ថលេខាលើសន្ធិសញ្ញាឬកិច្ចព្រមព្រៀងណាមួយនោះគឺជាអំណាចអធិបតេយ្យណាអំណាចអធិបតេយ្យរបស់រដ្ឋអញ្ចឹងនៅពេលអំណាចអធិបតេយ្យរបស់រដ្ឋហ្នឹងបានចោះចូលទៅក្នុងកិច្ចព្រមព្រៀងឬក៏សន្ធិសញ្ញាណាមួយវានឹងចូលទៅជាធរមានមិនមែនរឿងរំលាយងាយទេណាបងប្អូនមិនមែនរឿងរំលាយងាយទេណាមិនមែនរឿងទៅសើរើបានទេណាពីព្រោះប្រសិនបើកិច្ចព្រមព្រៀងឬក៏សន្ធិឬក៏ដែលលក្ខខណ្ឌការងារណាឬក៏នីតិវិធីណាដែលផ្ទៃក្នុងរបស់កម្ពុជាដែលនៅក្នុងដែនអធិបតេយ្យរបស់យើងណាវាស្រួលទេយើងធ្វើវិសោធនកម្មយើងកែលម្អយើងកែតម្រូវទៅដើម្បីឲ្យវាស្របទៅតាមគោលបំណងនិងគេហៅស្អីទិសដៅរបស់ដែលលក្ខខណ្ឌទាំងអស់ហ្នឹងវាអាចធ្វើវិសោធនកម្មនៅក្នុងកម្រិតសភារបស់យើងបានក៏ប៉ុន្តែនៅពេលដែលលក្ខខណ្ឌអន្តរជាតិដែលវាមានផលប្រយោជន៍គេហៅ binding effects ហ្នឹងរហូតដល់ប្រទេសជិតខាងដូចជាការចុះទទួលស្គាល់នៅការបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃនៅលើបង្គោលលេខ42ឧទាហរណ៍អញ្ចឹងណានៅពេលដែលយើងទទួលស្គាល់ហើយណាអានឹងវាចូលជាធរមានជាលក្ខណៈសកលហើយជាអន្តរជាតិហើយចឹងនិយាយចឹងណាមិនមែនយើងមកធ្វើវិសោធនកម្មបានវិញទេបើទោះជាកន្លែងនឹងវាខាតវាបាត់ក៏វាបាត់ហើយបើសិនតែកន្លែងនឹងវាចំណេញគឺវាចំណេញហើយក៏ប៉ុន្តែយើងមើលរាល់ថ្ងៃវាអត់ឃើញខាតវាអត់ឃើញចំណេញឬក៏ចង់និយាយថាប្រហែលជាខាតនឹងច្រើនជាងឬក៏យ៉ាងណាខ្ញុំព្យាយាមមិននិយាយរឿងហ្នឹងប៉ុន្តែសំខាន់ជាងគេគឺយើងត្រូវធ្វើការតស៊ូនយោបាយនេះឲ្យអំណាចនយោបាយហ្នឹងមកនៅក្នុងដៃយើងវិញសិន